នេះគឺជាទស្សនវិជ្ជាកីឡាករចំណុះទូករបស់ខេត្តកំពង់ចាមដែលបានមកចូលរួមក្នុងកម្មវិធីនៅក្នុងក្រុងកំពង់ចាមកាលពីឆ្នាំ2024ហើយនេះគឺជាបេក្ខភាពខ្លះៗដែលបានមកចូលរួមក្នុងកម្មវិធីដែលបានបង្ហាញជាសម្រស់នៅរូបរាងទូកព្រមទាំងចង្វាក់ចាក់យោងជាសិល្បៈបង្ហាញជាទស្សនីយភាពដ៏ប៉ិនប្រសប់របស់ក្រុមចំណុះនីមួយៗហើយក៏មានទស្សនវិជ្ជាសារល្បឿនទូកនានាជាគូតសងរងចាំកម្មវិធីផ្លូវការបើកនៃការប្រកួតបូករួមជាមួយនឹងទស្សនវិជ្ជាបងប្អូនអ្នកគ្រប់គ្រងនៅលើច្រាំងទន្លេមានសម្លេងហូរកញ្ជ្រៀវបង្កជាបរិយាកាសមួយដែលដក់ជាប់នៅក្នុងកៅអៅបេះដូងដែលមិនអាចកាត់ថ្លៃបាននោះទេព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងបានចូលរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីជាតិនិងជំរុញទៅលើវិស័យចរាចរណ៍ព្រមទាំងសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានផងដែរនៅក្នុងឆ្នាំ2026នេះតើបងប្អូនដែលជាអ្នកស្រឡាញ់កីឡាប្រពៃណីជាតិទូកងយ៉ាងហ្នឹងមានបំណងចង់ឲ្យរដ្ឋបាលខេត្តកំពង់ចាមរៀបចំកម្មវិធីប៉ណ្ណាំងទូកឡើងវិញដែរឬទេអញ្ចឹងបងប្អូនយើងអាច comment បានតាមរយៈ comment ខាងក្រោមនៅក្នុងវីដេអូនៅក្នុង page ឬក៏ channel របស់ TV ទូកងបានពីសំណាក់ខ្ញុំបាទរឿងកុងគាតំណាងឲ្យ TV ទូកងផ្សព្វផ្សាយតាក់ទងជាមួយនឹងទស្សនវិជ្ជានៅក្នុងការប្រកួតទូកងនៅក្នុងក្រុងកំពង់ចាមនៅក្នុងឆ្នាំ2024អរគុណច្រើន